ទ្វីបអាស៊ីគឺប្រមូលផ្ដុំទៅដោយមហាសេដ្ឋីច្រើនជាងគេបំផុតនៅលើពិភពលោកគឺមានប្រមាណ951នាក់ដែលនៅក្នុងនោះចិននិងឥណ្ឌាសម្បូរមហាសេដ្ឋីច្រើនជាងគេបំផុតហើយជនជាតិចិនឬកូនចៅចិនតែងត្រូវបានគេចាត់ទុកថាពូកែឆ្លាតនិងរវាសរវៃជាពិសេសនៅក្នុងការប្រកបរបររកស៊ីយ៉ាងណាក៏ដោយនៅក្នុងវីដេអូនេះយើងនឹងទៅស្វែងយល់ទាំងអស់គ្នាអំពីថាតើមានកន្លឹះក៏ដូចជាក្បួនអ្វីខ្លះដែលធ្វើឲ្យជនជាតិចិនឬកូនចៅចិនពូកែរកស៊ីហើយទោះបីទៅដល់ទីណាក៏ជាតិសាសន៍នេះនៅតែមិនក្រនិងតែងតែរកស៊ីមានជាងគេជាងឯងនៅក្នុងតំបន់ដែលខ្លួនរស់នៅទី1ជោគជ័យត្រូវការពេលវេលាជនជាតិចិនមានទស្សនៈមួយថាពិតណាស់បើអ្នកចង់ដាំដើមស្វាយគឺគេត្រូវការរយៈពេល3ឆ្នាំចំណែកការដាំដើមឫស្សីវិញគឺគេត្រូវការរយៈពេល10ឆ្នាំហើយបើគេដាក់ចិត្តរកស៊ីវិញគឺគេត្រូវការពេលវេលាស្ទើរពេញមួយជីវិតដើម្បីរៀនសូត្រពីវាជនជាតិចិនតែងតែបណ្ដុះផ្នត់គំនិតឲ្យកូនចៅរបស់គេចេះលុតដំផ្លូវចិត្តខ្ពស់នៅក្នុងការរកស៊ីដោយពួកគេតែងតែប្រកាន់នូវទស្សនៈមួយថាជោគជ័យត្រូវការពេលវេលាកុំអន្ទះសារកុំតក់ក្រហល់កុំឆោឡោហើយពួកគេមានជំនឿថាចិត្តច្របូកច្របល់ជាហេតុនាំឲ្យមានការសម្រេចចិត្តខុសនិងមិនអាចសម្រេចកិច្ចការធំបានជាដើមទី2អតិថិជនគឺជាស្ដេចជាការពិតមួយដែលធ្វើឲ្យជនជាតិចិនទៅដល់ទីណាមានឱកាសទាក់ទាញភ្ញៀវនៅទីនោះបានច្រើនជាងគេនោះគឺដោយសារតែជនជាតិចិនពួកគេតែងផ្ដល់ការគោរពចំពោះភ្ញៀវនិងចាត់ទុកភ្ញៀវប្រៀបបីដូចជាស្ដេចរបស់ពួកគេដូច្នោះដែរសហគ្រិនចិនភាគច្រើនតែងតែយកផ្នត់គំនិតឲ្យតម្លៃភ្ញៀវមកធ្វើជាគុណតម្លៃនៃជំនួញរបស់ខ្លួនតួយ៉ាងនៅតាមបណ្ដាប្រទេសមួយចំនួនដូចជាអាហារដ្ឋានភោជនីយដ្ឋានរបស់ជនជាតិចិនតែងតែវាដាច់គេជានិច្ចមិនតែប៉ុណ្ណោះហាងដែលមានថៅកែជាជនជាតិចិនខ្លះមានការរៀបចំដូចជារាជវាំងលំដាប់ខ្ពស់ដែលធ្វើឲ្យអតិថិជនដែលបានចូលទៅដល់ក្នុងហាងទទួលអារម្មណ៍ថាពួកគេអស្ចារ្យនៅពេលដែលពួកគេមកទទួលទានអាហារនៅហាងរបស់ជនជាតិចិនហើយចំណុចពិសេសទាំងអស់នេះហើយដែលធ្វើឲ្យហាងមួយចំនួននៅក្នុងតំបន់ពិបាកប្រកួតប្រជែងជាមួយនឹងហាងរបស់ជនជាតិចិនខ្លាំងណាស់ទី3ចេះអ្វីធ្វើនឹងហើយចាប់ផ្ដើមពីតូចមែនទែនទៅជនជាតិចិនផ្ដល់តម្លៃទៅលើទេពកោសល្យនិងភាពប៉ិនប្រសប់ខ្លាំងណាស់ពួកគេតែងតែជំរុញឲ្យកូនចៅរបស់ពួកគេឲ្យចេញរកស៊ីតាំងតែពីនៅវ័យក្មេងទៅតាមជំនាញដែលពួកគេមានបន្ថែមពីនេះជនជាតិចិនតែងប្រកាន់ទស្សនៈមួយថាកុំចាំមានគ្រប់យ៉ាងទើបចាប់ផ្ដើមតែត្រូវចាប់ផ្ដើមដើម្បីមានអ្វីគ្រប់យ៉ាងពោលគឺបើពួកគេចេះធ្វើនំប៉ាវគឺពួកគេចាប់ផ្ដើមធ្វើនំប៉ាវពីតូចទៅបើពួកគេចេះធ្វើនំចាខ្វៃនោះពួកគេនឹងចាប់ផ្ដើមធ្វើនំចាខ្វៃពីតូចទៅដូចគ្នាដែរទាំងអស់នេះហើយដែលបានធ្វើឲ្យសហគ្រិនចិនវ័យក្មេងភាគច្រើនគ្មានការខ្លាចញញើតក្នុងការចាប់ផ្ដើមអាជីវកម្មនៅក្នុងក្តីស្រមៃរបស់ខ្លួននោះទេទី4ធ្វើរឿងល្អហូបកុំធ្វើឲ្យតែល្អមើលទស្សនៈមួយរបស់ជនជាតិចិនគឺកុំខ្ចីលុយគេមកចាប់ផ្ដើមតែត្រូវឈរជើងឲ្យនឹងសិនចាំខ្ចីលុយគេមកពង្រីកនេះគឺជាទស្សនៈគោលនៃទស្សនៈហិរញ្ញវត្ថុមួយរបស់សហគ្រិនជនជាតិចិនពួកគេតែងតែលុតដំក្មេងៗដែលជាកូនចៅជំនាន់ក្រោយរបស់ពួកគេថាចូលធ្វើរឿងណាដែលល្អហូបតែកុំធ្វើរឿងណាដែលគ្រាន់តែល្អមើលសន្សំលុយតិចៗមានលុយផ្ទាល់ខ្លួនហើយចាប់ផ្ដើមចេញរកស៊ីបើដួលទៅវិញក៏គ្មានហានិភ័យដែរជាទូទៅជនជាតិចិនមានផ្នត់គំនិតមួយរកស៊ីគឺជាការរៀនសូត្រហើយជាការប្រថុយប្រឋានខ្ពស់បំផុតហើយការចេញរកស៊ីដំបូងអ្នកមិនអាចខ្ចីលុយគេមកផ្សងព្រេងនៅក្នុងអាជីវកម្មបានជាដាច់ខាតជាក់ស្ដែងជនជាតិចិនមានលក្ខណៈសម្បត្តិពិសេសមួយដែលខុសពីជាតិសាសន៍ដទៃនោះគឺរហ័សរហួនហើយអត្តចរិតមួយនេះវាពិតជាមានឥទ្ធិពលដល់ការរកស៊ីផងដែរជនជាតិចិនភាគច្រើនបើពួកគេរកស៊ីហើយពួកគេតែងតែដាក់ចិត្តដាក់កាយបម្រើភ្ញៀវឲ្យអស់ពីចិត្តតែម្ដងដោយដែលយើងអាចសម្គាល់ឃើញបាននៅតាមបណ្ដាហាងចិនភាគច្រើនគឺមានសេវាកម្មញាប់ដៃញាប់ជើងហើយជនជាតិចិនភាគច្រើនគឺពូកែយកចិត្តភ្ញៀវខ្លាំងបំផុត
នេះគឺជាលក្ខណៈសម្បត្តិពិសេសមួយរបស់សហគ្រិនកូនចៅចិនដែលពួកគេមានជំនឿថាអតិថិជនដែលបានចូលមកក្នុងហាងឬក៏ចូលមកក្នុងមុខជំនួញរបស់ពួកគេគឺមិនអាចទទួលនៅអារម្មណ៍ខកចិត្តពីអាជីវកម្មឬសេវាកម្មដែលពួកគេផ្ដល់ឲ្យនៅឡើយទី6ដួលនៅកន្លែងណាត្រូវងើបកន្លែងនោះដួលងើបនេះគឺជាសម្ដីរបស់មហាសេដ្ឋីចិនលោកជេកម៉ាដែលវាបានបង្ហាញអំពីទស្សនៈក្រាញននាលរបស់សហគ្រិនចិននៅក្នុងការប្រកបរបរទទួលទានជនជាតិចិនតែងតែមានជំនឿថាការរកស៊ីគឺជាការរៀនសូត្រពេលវេលាដែលយើងប្រឡងធ្លាក់មិនមែនមានន័យថាយើងត្រូវឈប់រៀននោះទេបើយើងឈប់រៀននោះយើងនឹងមិនមានឱកាសបានឡើងទៅថ្នាក់បន្ទាប់នោះទេជាទូទៅគេសង្កេតឃើញថាជនជាតិចិនតែងតែបង្រៀនកូនចៅរបស់ពួកគេថាបើកូនដួលនៅទីណាកូនត្រូវងើបនៅទីនោះរាល់ពេលដែលយើងដួលមិនមែនមានន័យថាយើងទទួលបរាជ័យនៅក្នុងជីវិតនោះទេគ្រាន់តែពេលនេះយើងធ្វើវាមិនទាន់បានល្អឬមិនទាន់ត្រូវផ្លូវតែប៉ុណ្ណោះទី7ការរកស៊ីត្រូវតែមានវោហារសាស្ត្រសហគ្រិនឆ្នើមរបស់ចិនជាច្រើនពួកគេតែងតែជាមនុស្សដែលពូកែខាងវោហារសាស្ត្រទាំងទំនាក់ទំនងការងារក៏ដូចជាការចរចាក្នុងការរកស៊ីដើម្បីឲ្យពួកគេមានឱកាសកាន់តែច្រើននៅក្នុងការបណ្ដុះទេពកោសល្យវោហារសាស្ត្ររបស់ពួកគេឲ្យកាន់តែល្អប្រសើរបន្ថែមទៀតទី8រៀនធ្វើមនុស្សចិត្តដាច់ជនជាតិចិនមានផ្នត់គំនិតមួយទៀតគឺចិត្តល្អគឺជាបុណ្យចំណែកចិត្តទន់គឺជាគ្រោះជនជាតិចិនរមែងមានផ្នត់គំនិតជាមនុស្សចិត្តដាច់នៅក្នុងរឿងរកស៊ីដោយពួកគេគិតពីអាយុជីវិតរបស់អាជីវកម្មខ្លាំងជាងមនោសញ្ចេតនាពួកគេគិតថានៅពេលដែលពួកគេចេញរកស៊ីបើមនុស្សនៅតែមានចិត្តទន់នោះអាជីវកម្មនឹងច្របូកច្របល់ដូចជាបងប្អូនឬសាច់ញាតិជំពាក់ជំទឹះមិត្តភក្តិខ្ចីលុយឬភ្ញៀវជំពាក់ជាដើមបើសិនជាយើងរវល់តែយកមនោសញ្ចេតនាមកដាក់នៅពីមុខនោះនឹងនាំឲ្យអាយុជីវិតអាជីវកម្មរបស់យើងប្រឈមមុខនឹងការរលាយហិនហោចខាតដើមឡងចុងជាមិនខានឡើយទី9សប្បាយតាមកាលវប្បធម៌ដ៏ល្អមួយរបស់ជនជាតិចិននោះគឺប្រឹងឲ្យអស់ដៃចាយឲ្យចំខ្ទង់និយាយឲ្យចំជនជាតិចិនតែងបែងចែកចំនួននិងការចំណាយយ៉ាងច្បាស់លាស់ជនជាតិចិនតែងព្រៀនប្រដៅកូនចៅរបស់ពួកគេឲ្យចេះរីករាយជាមួយនឹងអ្វីដែលពួកគេរកបានជាក់ស្ដែងដូចជាការដែលជនជាតិចិនតែងតែឲ្យអាំងប៉ាវទៅកាន់សាច់ញាតិរបស់ខ្លួននៅក្នុងថ្ងៃចូលឆ្នាំចិនជាដើមមែនទែនទៅចំពោះវប្បធម៌មួយនេះជនជាតិចិនមានជំនឿថាវាអាចធ្វើឲ្យក្រុមគ្រួសាររបស់ពួកគេរីករាយហើយជំនួញរបស់ពួកគេកាន់តែមានតម្លៃដោយសារជំនួញរបស់គេប្រៀបបានទៅនឹងអំណោយដ៏អស្ចារ្យសម្រាប់ក្រុមគ្រួសារទាំងមូលផងដែរទម្លាប់សន្សំច្រើនជាងទម្លាប់ចាយវាយខ្ជិលទស្សនៈមួយរបស់ជនជាតិចិនគឺអង្ករមួយតៅផ្ដើមចេញពីអង្ករមួយគ្រាប់ជនជាតិចិនមិនបណ្ដោយឲ្យកូនចៅរបស់ពួកគេចាយវាយខ្ជិលទ្រព្យសម្បត្តិបែបអត់ប្រយោជន៍នៅឡើយត្រង់ចំណុចនេះមិនមែនមានន័យថាជនជាតិចិនគំរិះនោះទេផ្ទុយទៅវិញនេះគឺដោយសារតែពួកគេមានវប្បធម៌សន្សំសំចៃនិងដោយសារតែពួកគេមានជំនឿថាការសន្សំសំចៃគឺជាការឲ្យតម្លៃខ្លាំងបំផុតទៅលើទ្រព្យសម្បត្តិដែលខ្លួនមានហើយគ្មាននរណាម្នាក់ដែលមើលងាយលុយមើលងាយទ្រព្យសម្បត្តិហើយទីបំផុតคล้ายទៅជាអ្នកមានបានយូរអង្វែងនោះទេទាំងអស់នេះគឺជាគន្លឹះសំខាន់ដោយសង្ខេបត្រួសអំពីមូលហេតុដែលធ្វើឲ្យកូនចៅចិនពូកែរកស៊ីនិងคล้ายទៅជាអ្នកមានតើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរសូមបញ្ចេញមតិយោបល់របស់អ្នកទាំងអស់គ្នានៅខាងក្រោម